សួស្តីបងប្អូនទាំងអស់គ្នាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនាបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នានៅខ្លឹមសារសំខាន់ៗក្នុងជំនួបរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោក Thomas Andrew អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅវិមានសន្តិភាពបងប្អូនទាំងអស់គ្នាសូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំដូចតទៅនាព្រឹកថ្ងៃទី30ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Thomas Andrew អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះលោក Thomas Andrew បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហនិងប្រកបដោយការយោគយល់គ្នាលោក Thomas Andrew បានជម្រាបជូនសម្ដេចធិបតីថាក្នុងដំណើរបំពេញបេសកកម្មការងារនេះលោកបានជួបពិភាក្សាការងារជាមួយអិសរាជជនជាន់ខ្ពស់តំណាងក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលនិងបានបំពេញទស្សនកិច្ចនៅជំរំភាសាដោយសារចំនួនព្រំដែនកម្ពុជាថៃលោក Thomas Andrew បានវាតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសង្គ្រោះនិងគាំទ្រជនភៀសសឹកដោយសារតែចំនួនព្រំដែនកម្ពុជាថៃដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានលើពីនេះលោកបានកោតសរសើរចំពោះកម្ពុជាដែលបានទទួលយកលិខិតតបកពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន8លើ9ព្រមទាំងបានបញ្ជាក់ពីការបដិញ្ញានិងត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិនិងអន្តរជាតិជាការឆ្លើយតបសម្ដេចធិបតីបានអបអរសាទរចំពោះលោក Thomas Andrew ដែលបានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានិងបានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនានិងប្រកបដោយសីលធម៌សម្ដេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិសេរីភាពជាមូលដ្ឋានដោយផ្អែកលើច្បាប់ជាតិនិងលិខិតតបអន្តរជាតិជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាពនិងការអប់រំជាដើមទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថាការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវនិងស្របតាមដែនកំណត់នៃច្បាប់សម្ដេចធិបតីបានបញ្ជាក់បន្ថែមថាទោះបីជាប្រទេសតូចធំក្តីការអនុវត្តច្បាប់និងការលើកកម្ពស់សិទ្ធិមនុស្សគឺត្រូវស្ថិតក្រោមច្បាប់ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខខណ្ឌពិសេសផ្សេងៗគ្នាជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកទឹកចិត្តឲ្យអ្នករាយការណ៍ពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងលើកទឹកចិត្តឲ្យមានការសរសេររបាយការណ៍ដែលផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយនិងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្ដៅរួមចំណែកការអនុវត្តការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតមុននឹងបញ្ចប់សម្ដេចធិបតីបានជម្រាបជូនលោក Thomas Andrew អំពីការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃនិងគូបញ្ជាក់ពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃបងប្អូនទាំងអស់គ្នានេះគឺជាខ្លឹមសារសំខាន់នៃជំនួបរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោក Thomas Andrew ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមចែករំលែកនៅព័ត៌មានជាតិឲ្យបានច្រើនបន្តជឿជាក់លើរាជរដ្ឋាភិបាលរបស់យើងនិងវីរៈកងទ័ពរបស់យើងនៅជួរមុខដែលឈរយ៉ាងរឹងមាំដើម្បីការពារនូវបូរណភាពទឹកដីក៏ដូចជាសុវត្ថិភាពរបស់ប្រជាជនកម្ពុជាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងនាងខ្ញុំនៅព័ត៌មាន